David Vita សូមជម្រាបសួរលោកគ្រូលោកពូនីជាប្រធានគណៈកម្មការនៅវត្តភូមិចតុឡោកគាត់បានផ្ដាំឲ្យជួយសួរលោកគ្រូជំនួសគាត់ហើយគាត់នឹងតាមដានស្ដាប់លោកគ្រូបន្តតើគាត់គួរមានឧបាយបែបណាដើម្បីពន្យល់និងបកស្រាយប្រាប់នៅពេលដែលមានគេបង្ខំគាត់ឲ្យធ្វើនៅទម្លាប់ចាស់ដោយដឹងថាជាទង្វើខុសមាគាព្រះពុទ្ធសាសនាតើគួរឆ្លើយតបទៅគាត់បែបណាបើពួកគាត់មិនយល់សូមគោរពអរគុណលោកគ្រូពីចម្ងាយមែនពេលទៅការយកពាក្យត្រឹមត្រូវយកទៅប្រាប់អ្នកដែលអត់មានឧបនិស្ស័យហ្នឹងវាជារឿងលំបាកដោយហើយទៅសូម្បីតែព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គប្រោះបានតែអ្នកមានឧបនិស្ស័យហ្នឹងហើយបើមិនយល់ហើយចង់ដឹងរឿងផ្សេងសនុកប្រាប់ទេតែមិនយល់ហើយចេះរឹងរូសអាហ្នឹងព្រះក៏ប្រាប់មិនបានដែរអញ្ចឹងណាបាទនរណាទៅមានញាណខ្លាំងជាងព្រះសម្មាសម្ពុទ្ធទៅទៀតនោះប៉ុន្តែព្រះអង្គអាចត្រឹមតែប្រោសដល់អ្នកមានឧបនិស្ស័យពាក្យថាអ្នកមានឧបនិស្ស័យគឺថាមនុស្សនឹងអាចមានទុនក្នុងការស្ដាប់យកគិតយកពិចារណាយល់ហ្នឹងហើយអញ្ចឹងបើសួរថាប្រាប់គាត់ល្មែកខ្ញុំក៏មិនដឹងដែរខ្ញុំសាកលបងដែរមកជីវិតខ្ញុំនេះខ្ញុំនៅលើមេគាប្រាប់គេហ្នឹងហើយសម្រាប់អ្នកដែលមិនចង់ដឹងមិនចង់យល់ពីយើងហ្នឹងគឺថាមិនត្រឹមតែមិនស្ដាប់ទេជេរវាចោលយើងទៀតហ្នឹងតែនឹងវាចឹងខ្ញុំវាប្រទេសចឹងដែរហ្នឹងមិនមែនតែគាត់ទេដូចខ្ញុំនិយាយនេះប្រហែល100អ្នកដែលចូលស្ដាប់ហ្នឹងមិនដល់200ហ្នឹងអានេះបាទ360ជាងដែរបាទអាហ្នឹងអ្នកចង់មកស្ដាប់មានប៉ុណ្ណឹងមនុស្សជិត20លានអ្នកតែនិយាយឲ្យតែប៉ុណ្ណឹងអ្នកស្ដាប់ហ្នឹងឯងខ្ញុំអត់មានលទ្ធភាពអីទៅឲ្យអ្នកដែលអត់ចូលស្ដាប់កើតណាវាមិនដឹងធ្វើម៉េចដែនរបស់ខ្ញុំហ្នឹងវាមានតែប៉ុណ្ណឹងប៉ុណ្ណឹងប៉ុណ្ណឹងប្រហែលជាអ្នកបន្លំស្ដាប់ចាំជេរក៏មានមិនសុទ្ធតែមកស្ដាប់ដោយល្អទៅទៀតអញ្ចឹងណាតែនឹងសិតតែហាមបានទេអាហ្នឹងជាយោបល់ខ្ញុំគឺមើលឡើងវិញនៅពាក្យរបស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គត្រាស់ពីពាក្យសម្ដីតែគួរនិយាយហ្នឹងហើយអញ្ចឹងត្រូវមើលថាតើពាក្យហ្នឹងពិតទេដែលយើងចង់និយាយទី2មានប្រយោជន៍ទេដែលពាក្យយើងចង់និយាយហ្នឹងទី4តើវាប្រកបដោយចិត្តចង់ជួយគេមែនដែរទេឬក៏គ្រាន់តែឌឺដងផ្លែផ្កាអីស្ដីបន្ទោសអីដោយគ្មានចិត្តមេត្តាហ្នឹងគឺត្រូវប្រកបដោយចិត្តមេត្តាផងណាពិតមានប្រយោជន៍ប្រកបដោយចិត្តមេត្តាទៀតពិតថាមានប្រយោជន៍ហើយដោយខាខឹងការស្អប់ក៏មិនគួរដែរគឺត្រូវប្រកបដោយចិត្តអនុគ្រោះដោយចិត្តមេត្តាពិតប្រកបទៀតប៉ុណ្្នឹងហើយមិនតាន់គ្រប់គ្រាន់ទេត្រូវមើលពេលវេលាណាគួរនិយាយពេលវេលាណាមិនគួរនិយាយអាហ្នឹងអាស្រ័យបច្ចេកទេសខ្លួនឯងសុទ្ធហ្មងអត់មានណាទៅប្រាប់ទេពីព្រោះមានតែយើងខ្លួនឯងនៅតំបន់នោះកន្លែងនោះកើតហេតុផ្ទាល់យើងដឹងតែពេលណាគួរពេលណាមិនគួរហើយមួយទៀតទោះពេលគួរមិនគួរដឹងហើយក៏ដោយតែត្រូវស្គាល់បុគ្គលទៀតបុគ្គលហ្នឹងគួរនិយាយឬអត់អញ្ចឹងណាបុគ្គលហ្នឹងគួរនិយាយឬអត់ហ្នឹងហើយ
ចឹងបើយើងគ្រាន់តែមានពាក្យពិតមានប្រយោជន៍ចេះតែនិយាយទៅអត់ស្គាល់ការស្គាល់បុគ្គលទេឈ្មោះថាឆ្លាតមិនគ្រប់គ្រាន់ដឹងតែអត់ប្រយោជន៍ទេនៅតែនិយាយហើយដឹងថាខូចប្រយោជន៍អីនៅតែនិយាយឈ្មោះថាមិនឆ្លាតណាខ្វះអីពាក្យពិតនោះប៉ុន្តែវាមិនត្រូវចេះតែនិយាយឧទាហរណ៍ថាខ្ញុំត្រូវចំណាយពេលដើរនិយាយចឹងមិនឲ្យទៅជួបមនុស្សចេះតែនិយាយទេអត់ទេតើមនុស្សនឹងមានបំណងចង់ស្ដាប់ដែរមកខ្ញុំនិយាយកើតអញ្ចឹងខ្ញុំចេះតែនិយាយប្រាប់មនុស្សប៉ាត់ណាប៉ាត់អីជុំវិញខ្ញុំនេះអស់ហើយអត់អីតែនៅជុំវិញខ្ញុំដឹងតែខ្ញុំធ្វើអីមកនេះហើយអ្នកខ្លះខ្ញុំទៅអឺរ៉ុបទៅអីហ្នឹងទៅអ្នកនៅអូស្ត្រាលីមានសំណាងណានៅចិត្តលោកគ្រូជួបថ្ងៃណាក៏បានស្ដាប់ថ្ងៃណាក៏បានថាมันប្រកាសទេมันប្រកាសទេនឹងមិនប្រកាសហ្នឹងមិនមែនខ្ញុំថាគេមិនសំណាងទេព្រោះគេមិនឃើញថាស្ដាប់ខ្ញុំទៅវាកើតសំណាងគេមើលវាមិនឃើញអញ្ចឹងវាមិនឃើញអញ្ចឹងដោយច្រើនបាទជួនកាលមើលមកខ្ញុំជាមនុស្សអត់ប្រយោជន៍ហ្នឹងឃើញទេហើយដល់គេមើលមកយើងជាមនុស្សអត់ប្រយោជន៍ហ្នឹងនិយាយប្រាប់គេថាម៉េចមនុស្សស្ដាប់យើងមកពីមនុស្សហ្នឹងឲ្យតម្លៃយើងហើយអាចដឹងថាស្ដាប់យើងទៅវាបានប្រយោជន៍ស្ដាប់យើងទៅបានចំណេះចេះដឹងស្ដាប់យើងទៅអាចកើនចំណេះអាចកើតការយល់ដឹងគេគិតថាមានប្រយោជន៍បើគេស្ដាប់ចុះបើគេដាក់តម្លៃឲ្យយើងណាដាក់ថាអត់តម្លៃគេដាក់ថាអត់ប្រយោជន៍ហើយអារបស់អត់ប្រយោជន៍ទៅបង្កិលចិត្តគេហ្មងឃើញទេយើងទៅផ្សារក៏យើងរើសថារបស់ណាដែលយើងចង់បានដែរថ្លៃមិនក៏ទិញដែរឲ្យតែចង់បានរបស់ថោកល្មិចក៏ដោយតែវាអត់ចង់បានហើយគេបញ្ចុះតម្លៃចុះ 50% មិនទិញទេដូចគ្នាយើងអ្នកនិយាយនឹងដូចគ្នាចឹងដែរបើគេមើលមកថាអត់តម្លៃហើយទោះពាក្យយើងនៅវាថ្លៃមិនក៏គេមិនយកដែរមិនចូលទេចឹងនៅកុំតឹងទ្រូងកុំខូចចិត្តស្អិតទ្រូងអីណាពូនីរៀនខ្លួនឯងបដិបត្តិខ្លួនឯងនឹងដូចយើងប្រឹងរកទ្រព្យសម្បត្តិរកម្ហូបអាហារមកចិញ្ចឹមជីវិតចឹងយើងចង់ចែករំលែកឲ្យគេណាដូចយើងចង់ចែកម្ហូបអាហារឲ្យគេចឹងណាហើយចុះបើគេអត់យកទុកហូបខ្លួនឯងទៅបើរបស់ហ្នឹងល្អកុំខ្ជះខ្ជាយចឹងឯងខំរៀនខ្លួនឯងបដិបត្តិខ្លួនឯងហើយមើលនរណាគួរប្រាប់បានប្រាប់បានតាមតំណើអញ្ចឹងណាប្រាប់បានប្រាប់បានតាមតំណើហើយជាប្រធានគណៈកម្មការនៅភូមិទៀតហ្នឹងហើយនៅក្នុងបច្ចេកទេសនៃការនិយាយយើងអាចនិយាយគេបខំហ៎បែរគាត់ឲ្យធ្វើនៅតាមទម្លាប់អញ្ចឹងយើងត្រូវមើលដែរថាទម្លាប់ហ្នឹងវាខុសធ្ងន់ទេរហូតដល់ដាច់សិលដាច់អីទេដាច់ត្រៃសារណគមទេបើវាមិនដល់ថ្នាក់ដាច់សិលទេមិនដល់ថ្នាក់ដាច់ត្រៃសារណគមទេយើងអាចធ្វើប៉ុន្តែយើងមិនខានពីការបញ្យល់ទេណាប៉ុណ្ណឹងក៏ល្អដែរថាណែអ្វីដែលខ្ញុំធ្វើនេះតាមតម្រូវការរបស់បងប្អូនប៉ុន្តែបើតាមមេគាត្រឹមត្រូវមិនចឹងទេសេរីសួស្តីវាកើតមកពីអញ្ចេះទេដោយព្រះសម្មាសម្ពុទ្ធសម្ដែងមង្គលសូត្រចឹងមានគ្រប់ទាំងអស់តែគ្មានកន្លែងណាមួយវាកើតពីការបួងសួងបន់ស្រន់វកពាក់អំបោះសក្រហមនឹងទេក្លាហាននិយាយថាប៉ុណ្្នឹងក៏បានដែរធ្វើចោះធ្វើឲ្យបញ្យល់ប្រាប់គាត់ផងថានឹងទម្លាប់ទេណាបងប្អូនចង់បានអញ្ចឹងខ្ញុំធ្វើជូនអីទេអានឹងវាទម្លាប់
ហ្នឹងតែថាខ្ញុំចង់ដោយខ្លួនឯងអត់ទេពីព្រោះសេរីសួស្តីពិតប្រាកដវាកើតពីកុសលធម៌កើតពីការយល់ដឹងឯនោះទេធ្វើឲ្យបានថែមលបោចបន្តិចប៉ុណ្ណឹងក៏ល្អដែរហ្នឹងហើយពីព្រោះអឺវាអាចជាឱកាសដែរបើសិនជាគេត្រូវការបាទក៏ខ្ញុំទៅលេងរួចខ្ញុំនឹកឃើញភិក្ខុមួយអង្គនៅភ្នំពេញនៅវត្តមហាមន្ត្រីលោកអ្នកស្រោចទឹកចងបោះធ្វើយន្តធ្វើកថាពីមុនមកលោកធ្វើក្រោយមកទៀតស្ដាប់ព្រះអង្គសានសុជាទៅលោកយល់ដល់យល់ទៅលោកអាត់កសែតចំតែកន្លែងនិយាយពីរឿងហ្នឹងអាជំនឿផ្ដេសផ្ដាស់អីលោកអាត់កសែតថតជា memory ថតជា disk memory អីលោកគិតថាបើលោកឈប់ត្មងអ្នកមកស្រោចទឹកអ្នកមកធ្វើអញ្ចឹងលែងមករកលោកអញ្ចឹងលោកអត់ឱកាសអញ្ចឹងលោកនៅធ្វើធម្មតាស្រោចទឹកហើយអីហើយអញ្ចឹងទៅលោកឲ្យ disk យកទៅចាក់ស្ដាប់ក្រោយមកមាន memory លោកឲ្យ memory ថត memory ឲ្យនិយាយចំតារឿងកម្មផលហេតុផលនៃព្រះអង្គសានសុជានិយាយហ្នឹងអាមក collection នោះលោកថតយកតែហ្នឹងថាលោកថាបានប្រយោជន៍ច្រើនទេជាឱកាសដែរយើងមិនចង់ធ្វើក៏ពិតមែនគេឲ្យយើងធ្វើក៏ពិតមែនប៉ុន្តែធ្វើហើយយើងបញ្យល់ថាណាជាទម្លាប់ណាជាទម្លាប់ណាជាជំនឿប្រះចាកហេតុផលអីចឹងទៅហើយចង់ត្រឹមត្រូវដើរផ្លូវនេះហ្នឹងក៏ជាឱកាសដែរណាដែលយើងឈប់ដាច់ហ្មងមិនធ្វើអាហ្នឹងក៏ល្អដែរហ្នឹងមានយល់ច្រើនដែលវិតដែលវត្តចតុឡោកមានយល់ច្រើនលោកគ្រូមានគណៈកម្មការបច្ចាធិការវត្តនិងលោកតាអាចារ្យផងដែរលោកគ្រូសាធុខ្ញុំពិតជាអនុមោទនាមែនទែនដែលមានគណៈដឹកនាំវត្តយល់អញ្ចឹងណាបាទព្រោះបរិស័ទយល់មុនវាមិនសូវមានឥទ្ធិពលទេតែបើព្រះអង្គគ្រូចារិកាគណៈសូមថ្វាយអង្គមទៅអម្ចារ្យយល់ធម្មៈពិតប្រាកដចឹងទៅបើទោះជានៅដឹកនាំតាមប្រពៃណីហ្នឹងក៏ជាពន្លឺដែរពន្លឺអាចសិក្សាបន្ថែមថាប្រវត្តិប្រពៃណីហ្នឹងហេតុអីបានគេធ្វើអញ្ចឹងនៅធ្វើឧបមាថាឥឡូវហែសពហែអីចោះគេដាក់កាក់ក្នុងមាត់ធ្វើឲ្យមើលឲ្យបញ្យល់ទៀតបញ្យល់តាមតាអីដែលមានស្រាប់ដល់ប្រពៃណីដូនតាយើងធ្វើមកហ្នឹងមិនសូវល្ងឹតដូចយើងដាក់ជំនឿក្នុងថ្ងៃហ្នឹងទេគឺរហូតដល់មានស្មូតសូត្រប្រាប់ថាសូម្បីតែលុយឬប្រាក់កាក់ដែលគេយកដាក់ទៅក្នុងមាត់យកទៅមិនបានដោយទៀងទាត់ចោលនៅរេរត់លើផែនដីយើងធ្វើតាមទំនៀមចឹងទៅបញ្យល់កូនចៅនេះយើងធ្លាប់ឃើញថាដាក់កាក់ដាក់អីហ្នឹងឲ្យគាត់ទៅចាយនៅខាងមុខអីចេះចោះនឹងជាជំនឿទេតែពពកបរោះយើងចង់បង្ហាញយើងទាំងអស់គ្នាដែលជាអ្នកនៅរស់ហ្នឹងថាអ្វីទាំងអស់ដែលយើងមានសពថ្ងៃហ្នឹងណាយកទៅមិនបានទេពេលស្លាប់នោះសំបីតែកាក់ដាក់ក្នុងមាត់ក៏នៅនឹងឯងអត់មានទៅណាទេនេះជាទ្រឹស្ដីដើមតែកូនចៅយល់យ៉ាងណាជារឿងរបស់កូនចៅទៅចោះខ្ញុំបានបំពេញតួនាទីខ្ញុំហើយល្អធ្វើឲ្យយើងបញ្យល់ចឹងមកបាច់លេខបាច់អីហ្នឹងចឹងដែរពពកបរោះយើងមិនមែនបាច់ឲ្យពួកអមនុស្សឬក៏បាច់ឲ្យខ្មោចតាមផ្លូវអីទេជាតំណាងឆ្អឹងរបស់យើងម្នាក់ក្នុងសង្សារវដ្តនេះហ្នឹងតែកើតហើយស្លាប់ឆ្អឹងនេះបើសិនជាវាមិនរលាយទេតែយើងម្នាក់ហ្នឹងឆ្អឹងនឹងសដូចលេខនៅលើផែនដីអាហ្នឹងគឺជាវត្ថុបំណងចាស់បុរាណយើងបង្កើតកម្មវិធីបាចលេខតែកូនចៅយល់យ៉ាងណាជឿយ៉ាងណាអ៊ំបានធ្វើឲ្យហើយតែវត្ថុបំណងពពកបរោះយើងអញ្ចឹងឲ្យយើងអ្នកនៅរស់នេះទេពិចារណាហ្នឹង
ស្បូវភ្លាំងចងឈូសដឹកទៅអីចឹងដែរតាមជំនឿអានឹងតាមទម្លាប់ខ្ញុំបានធ្វើឲ្យហើយថានាំព្រលឹងនាំអីចឹងអានឹងជាជំនឿទេតែមិនមែនជាសេចក្តីដើមនៃពុព្វបរោះរបស់យើងទេពុព្វបរោះរបស់យើងបង្កើតប្រាប់តាមសេចក្តីនៃពធថាកាលណាខ្សែគឺតណ្ហាមានកាមតណ្ហាភវៈតណ្ហាវិភវៈតណ្ហាហ្នឹងដែលជាប់ជំពាក់ក្នុងរូបសម្លេងក្នុងរូបផតថាពៈជាដើមហ្នឹងមិនតន់ដាច់នៅពេលណាខ្សែតណ្ហាហ្នឹងវានឹងចងសត្វលោកឲ្យទៅជាប់ក្នុងភពឲ្យមានជាតិមានកំណើតរងទុក្ខតទៅទៀតបុគ្គលឯណាដែលចង់កាត់ផ្ដាច់នៅដំណើរក្នុងសង្សារវដ្តទល់តែកាត់ផ្ដាច់នៅខ្សែគឺតណ្ហាដែលដូចជាស្បូវភ្លាំងហ្នឹងនេះជាអត្តន័យដើមយើងបញ្យល់ចាធ្វើឲ្យហើយយើងបញ្យល់តែគេជឿមិនរឿងរបស់គេឲ្យសិទ្ធសេរីភាពទៅគេហ្នឹងហើយព្រោះយើងទៅដល់ប្រឈប់ភ្លាមហ្មងទៅមានអីគេអត់រកយើងគេរកអ្នកផ្សេងដោះរកអ្នកផ្សេងយើងអត់ឱកាសបញ្យល់ខ្ញុំគិតថាយើងនៅធ្វើយើងកាន់តែមើលថាវាអត់ប៉ះពាល់ដល់សិក្ខាបទអត់ប៉ះពាល់សិលអត់ប៉ះពាល់អីប៉ុន្តែយើងធ្វើក្នុងឧបាយនៃការពន្យល់ខ្ញុំគិតថានៅតែល្អហ្នឹងហើយកុំឲ្យតែយើងខ្លាចក្នុងការនិយាយខ្លាចបាត់បរិស័ទខ្លាចគេលែងអញ្ជើញខ្លាចអីយើងអត់និយាយអាហ្នឹងវាខ្វះការអនុគ្រោះបាទជូនប៉ុណ្ណឹងណាបាទនឹងខ្ញុំគិតថាជាឱកាសបាទជាឱកាសព្រោះតេយើងគ្រាន់តែយល់ដឹងទៅនិយាយប្រាប់គេហ្មងវាមិនដឹងមានតាណាគេហៅយើងយកទៅនិយាយហើយគេយើងគេអញ្ជើញយើងទៅធ្វើអាចារ្យស្រាប់ហើយថាបានឱកាសហ្មងធ្វើធម្មតាហ្នឹងហើយចាស់ដើមទៀនចង់ធ្វើមិនធ្វើមកអីយើងមើលអាណាវាហួសហេតុពេកយើងកាត់ខ្លះតែណាដែលថាប្រពៃណីមានតាំងពីយូរហើយធ្វើតែបញ្យល់